ta thua giảm đam bay ơi cần như tha chịu trả nên mình sọc hiệp cho đỡ nhiều sai sập năm hỏi ta miền thì sao bài ná đam bay rứa còn miền đặc biệt ná đam bay thay tom sọc hiệp đam bay cần như tha dụ lưu bị hạ sập học sập cho sập năm hỏi nên mình sọc hiệpต่อ ទៀតបាទជួបជាមួយខ្ញុំដុកទ័រគីមខ្ញុំសូមចែកម្លែកជូនទៅបងប្អូនហើយក៏ឆ្លៀតពេលនេះគឺខ្ញុំសូមអរគុណទៅដល់បងប្អូនដែលបានខមមិនមកសួរខ្ញុំបាទកន្លែងនេះខ្ញុំចង់បញ្ញាអារម្មណ៍បងប្អូនចេះក្នុងរយៈពេល6ខែដែលខ្ញុំធ្វើវីដេអូនេះគឺតាក់ទងជាមួយនឹងការចែកម្លែកសុខភាពនេះពេលវេលានេះក្នុងរយៈពេល1ខែចុងក្រោយនេះបាទក្នុងខែ6នេះគឺខ្ញុំទទួលបាននៅដំណឹងល្អមែនទែនគឺសប្បាយចិត្តបាទបានន័យថាទី1បងប្អូនមានការគ្រប់គ្រងច្រើនបាទរហូតដល់ទៅលានអ្នកដែលគាត់គ្រប់គ្រងបានមើលវីដេអូរបស់ខ្ញុំហើយក្នុងនោះមានសំណួរ2ដែលគាត់បានសួរមកខ្ញុំណាទី1គឺការចង់ដឹងពីសុខភាពបាទទី2គឺគាត់ចាប់ដើមស្វែងយល់ពីរឿងសុខភាពរបស់គាត់អញ្ចឹងការចង់ដឹងពីរឿងសុខភាពគឺជារឿងដែលសំខាន់ហើយការដែលគាត់មានបញ្ហាសុខភាពគាត់បានសួរមកយើងក៏រឿងសំខាន់ដូចគ្នារឹតតែសំខាន់មួយទៀតគឺគាត់ចង់ដឹងពីការថែទាំសុខភាពអញ្ចឹងបានន័យថាអ្វីដែលខ្ញុំចែកម្លែកនេះខ្ញុំតែនិយាយដដែលថាមនុស្សឈឺហើយនឹងជាគឺ60ទៅ70% គឺកត្តាចំណីអាហារអញ្ចឹងបើសិនយើងជ្រើសរើសចំណីអាហារបានត្រឹមត្រូវយើងមានសុខភាពល្អបើយើងជ្រើសរើសចំណីអាហារមិនបានត្រឹមត្រូវអាចនឹងធ្វើឲ្យយើងមានបញ្ហាសុខភាពបាទអញ្ចឹងកន្លែងនេះខ្ញុំឃើញបងប្អូនមួយចំនួនគាត់សួរថាលោកគ្រូតើគួរញ៉ាំអាហារបែបណាហើយគួរថែទាំសុខភាពបែបណាហើយគួរទៅពិនិត្យសុខភាពបែបណាបាទនេះគឺជាសំណួរមួយដែលខ្ញុំពេញចិត្តមែនទែនបានន័យថាមនុស្សយើងនៅពេលដែលយើងចាប់ដើមចង់ដឹងយើងចង់ចេះបាទនៅអ្វីមួយបានន័យថាយើងយកចិត្តទុកដាក់មួយវាបានជាយើងចាប់ដើមមានសំណួរដូចអ្វីដែលយើងតែងតែនិយាយថាចេះមិនដល់ឆ្ងល់មិនកើតបាទទី1ទី2ចេះតិចទីអស់មិនចាំបាច់ឆ្ងល់តែដល់ពេលដែលបងប្អូនបានសួរដកនាំពីរឿងសុខភាពនេះវាជាចំណេះមួយវាជាចំណែកមួយវាជាទឹកចិត្តមួយហើយនឹងគឺជាការថាការផ្ដើមគំនិតមួយធ្វើឲ្យខ្ញុំកាន់តែសប្បាយចិត្តហើយខ្ញុំនឹងការព្យាយាមក្នុងការចែករំលែកអូខេអញ្ចឹងមើលត្រឡប់មកវិញអាយុជាង40ឆ្នាំហើយតើធ្វើយ៉ាងណាដើម្បីឲ្យសុខភាពរបស់យើងល្អហើយនឹងការថែទាំសុខភាពសម្រាប់អ្នកអាយុ40បាទអញ្ចឹងបងប្អូនស្រីបាទបងប្អូនបរោះដូចគ្នាបាទជាពិសេសគឺបងប្អូនស្រីសូមហៅបងប្អូនចាស់ព្រោះអាយុ40ឆ្នាំជាងបាទបងប្អូនខ្ញុំច្រើនដែរបាទជា10ឆ្នាំការពិនិត្យសុខភាពគឺជារឿងដែលសំខាន់และចាំបាច់បាទសំខាន់และចាំបាច់អញ្ចឹងការពិនិត្យសុខភាពនេះយើងមើលទៅលើក្របឈាមយើងមើលទៅលើខ្លាញ់យើងមើលទៅលើអាស៊ីតបាទយើងមើលទៅលើថ្លើមយើងមើលជំងឺទឹកនោមផ្អែមបាទយើងមើលទៅលើចង្វាក់បេះដូងយើងមើលតាក់ទងជាមួយនឹងកាល់ស្យូមបាទហើយសំខាន់ជាងគេគឺតាក់ទងអេកូពោះនិងអេកូបេះដូងអេកូរោគស្ត្រីសំខាន់បងប្អូនកុំចំណាយឬក៏កុំស្ដាយលុយបាទបាទន័យថាកុំចំណាយលុយខុសខ្ទង់ហើយនឹងកុំស្ដាយលុយក្នុងការថែទាំសុខភាពអញ្ចឹងបងប្អូនដក 20% នៃចំណូលរបស់យើងមកទុកក្នុងការថែទាំសុខភាពគឺជាភាពវៃឆ្លាតខ្ញុំជឿថាបងប្អូនមួយចំនួនក៏តែខ្ញុំមានពេលទេខ្ញុំរវល់ណាស់ខ្ញុំអត់មានលុយទៅនៅសុខភាពទេទៅនៅសុខភាពម្ដងអស់50 100អស់200ច្រើនមែនទេបាទអញ្ចឹងកន្លែងនេះមិនមែនបងប្អូនអត់មានលុយទេបាទនេះជាបទពិសោធន៍របស់ខ្ញុំណាដោយសារតែបងប្អូនអត់ដឹងពីរបៀបនៃការចាយលុយអញ្ចឹងការចាយលុយក៏គេត្រូវមានរបៀបនៃការចាយលុយដែរគេចាយលុយត្រូវខ្ទង់ចាយលុយត្រូវរបៀបធ្វើឲ្យយើងសល់លុយតែបើសិនយើងចាយលុយខុសខ្ទង់ចាយលុយខុសរបៀបយើងអត់សល់លុយទេហើយយើងខ្វះខាតគ្រប់ពេលស្អីក៏ខ្វះដែរសូម្បីតែអង្គប៊ីចេងក៏ខ្វះដែរតែបើសិនយើងដឹងពីរបៀបនៃការចាយលុយទោះបីរកបានតិចរកបានច្រើនក៏យើងនៅតែចាយគ្រប់ហើយចាយគ្រាន់ចាយឲ្យបានត្រឹមត្រូវទៀតមួយទៀតតើតើមួយពេលវេលាបងប្អូនមួយចំនួនចេះរវល់ខ្ញុំរវល់បាទខ្ញុំអត់មានពេលអត់មានពេលតែនៅសុខភាពដោយសារខ្ញុំរវល់ចេះរវល់ចូលរវល់ធ្វើការមេឲ្យជប់1 3 4 5នោះគឺជាលេសរបស់យើងទេបាទអញ្ចឹងនៅពេលដែលយើងជាគឺយើងមានរាប់លានហេតុផលសម្រាប់ខ្លួនឯងតែនៅពេលដែលយើងឈឺមានហេតុផលតែមួយគត់ធ្វើយ៉ាងណាការពារសុខភាពធ្វើយ៉ាងណាព្យាបាលសុខភាពធ្វើយ៉ាងណាឲ្យការព្យាបាលឆាប់ជាយើងត្រឡប់ផ្ទះវិញអញ្ចឹងហើយការដែលយើងមកពិនិត្យសុខភាពនេះយើងដឹងថាតើរាងកាយរបស់យើងស្អីខ្វះអីលើសឧទាហរណ៍ខ្វះក្របឈាមមូលហេតុអីលើខ្លាញ់មូលហេតុអីលើសារជាតិអាស៊ីតមូលហេតុអីជាតិពុលក្នុងត្រាំលើមូលហេតុអីជាតិស្ករលើមូលហេតុអី HbA1c លើមូលហេតុអីសម្ពាធឈាមលើមូលហេតុអីសុទ្ធតែជាដើមហេតុអញ្ចឹងហើយការដែលយើងមកពិនិត្យសុខភាពយើងគ្រាន់តែដឹងថាយើងមានបញ្ហាឬអត់បញ្ហាតែបងប្អូនកុំផ្ដោតទៅលើការព្យាបាលចុងហេតុច្រើនពេកខ្ញុំចង់ឲ្យបងប្អូនងាកមកមើលដើមហេតុឬក៏មូលហេតុដែលធ្វើឲ្យយើងលើសអញ្ចឹងយើងលើសារជាតិអាស៊ីតដោយសារមូលហេតុអីយើងលើខ្លាញ់ដោយសារមូលហេតុអីបងប្អូនជាយាមសួរពីមូលហេតុឲ្យបានច្រើនហើយសិក្សាពីមូលហេតុឲ្យបានច្រើនទើបធ្វើឲ្យជីវិតរបស់យើងធ្វើឲ្យសុខភាពរបស់យើងគង់វង្សហើយតថេរបងប្អូនមួយចំនួនក៏ច្រើនតែមកបញ្ជាពេទ្យតែម្ដងលោកគ្រូខ្ញុំឈឺក្បាលសុំថ្នាំលេខទៅមិនខ្ញុំបាត់ឈឺក្បាលលោកគ្រូខ្ញុំក្តៅខ្លួនសុំថ្នាំមួយអាទិត្យមកឬក៏ហូបព្យាសាប់ខ្ញុំបាន4 5ថ្ងៃមកព្រោះឥឡូវខ្ញុំឈឺក្បាលខ្ញុំរីកខ្ញុំលាកផ្លោកនោមខ្ញុំលាកដំងនោមខ្ញុំមានបញ្ហាសម្ពាធឈាមសុំថ្នាំមួយអាទិត្យឬក៏ថ្នាំមួយខែមកភាគច្រើនគឺបែបហ្នឹងគឺជាចំណុចមួយមិនទាន់ត្រឹមត្រូវហើយក៏មិនគួរណានឹងគិតដល់ចំណុចនឹងខ្លាំងពេកទេគ្រូពេទ្យមិនពិបាកក្នុងការជូនថ្នាំទេតែគ្រូពេទ្យដែលពិបាកគឺរកមូលហេតុអីមកគាត់លើខ្លាំងហ
ហើយនឹងគាត់លើស៊ីតចឹងតើការពេលវេលាក្នុងការបញ្យល់ចឹងហើយបានគ្រូពេទ្យមួយចំនួនគាត់មិនមានពេលច្រើនទេព្រោះអីការបញ្យល់មនុស្សម្នាក់ឲ្យគាត់មានការផ្លាស់ប្ដូរទម្លាប់ឲ្យគាត់ផ្លាស់ប្ដូរវិធីគិតឲ្យគាត់ផ្លាស់ប្ដូររបបអាហារហើយគាត់អនុវត្តនៅអ្វីដែលគាត់មិនដែលធ្វើគឺពិបាកក្នុងការបញ្យល់ណាជាពិសេសគឺមនុស្សចាស់បាទមនុស្សចាស់គឺពិបាកបញ្យល់ណាបាទចឹងហើយបានមានពាក្យមួយថាបង្រៀនក្មេងងាយស្រួលជាងបង្រៀនចាស់មករៀនមកចេះទេតែសម្រាប់ខ្ញុំជាដុកទ័រគីមខ្ញុំព្យាយាមក្នុងការចែករំលែកចាត់ទុកថាបង្រៀនក៏ថាបានដែរព្រោះខ្ញុំជាគ្រូផងខ្ញុំជាដុកទ័រផងបាទអញ្ចឹងខ្ញុំអាចថាចាត់ទុកថាខ្ញុំបង្រៀនក៏បានដែរបង្រៀនផ្នែកសុខភាពអញ្ចឹងសូមឲ្យបងប្អូនផ្លាស់ប្ដូរវិធីគិតនៅពេលដែលយើងមានបញ្ហាសុខភាពនរណាក៏ត្រូវការឆាប់ជាត្រឡប់មកវិញដែរខ្ញុំជឿក៏ខ្ញុំចង់ជាដែរខ្ញុំជឿក៏ខ្ញុំត្រូវដឹងថាខ្ញុំជឿអីហើយខ្ញុំត្រូវលេបថ្នាំអីនេះគឺជាការថាតថភាពសង្គមសឹងតែ 80% គឺសំណួរក្នុងការគិតបែបហ្នឹងឯងខ្ញុំជឿគេលោកគ្រូហើយខ្ញុំត្រូវលេបថ្នាំមិនហើយខ្ញុំលេបថ្នាំរយៈពេលប្រហែលថ្ងៃនេះគឺជាសំណួរសឹងថានរណាក៏អាចសួរសំណួរនឹងបានដែរមិនតែមាននរណាម្នាក់ថាលោកគ្រូឥឡូវខ្ញុំជឿអញ្ចឹងខ្ញុំគួរកែបញ្ហាមិនទៅមូលហេតុនេះខ្ញុំជឿអញ្ចឹងហើយបើសិនខ្ញុំអត់ចង់ជឿអញ្ចឹងខ្ញុំគួរតែអនុវត្តមិនខ្ញុំគួរតែកែទម្លាប់មិនតិចណាស់ដែលសួរបែបហ្នឹងអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនចាប់ដើមវិលត្រឡប់មកវិញហើយផ្លាស់ប្ដូរការគិតហ្នឹងឯងអញ្ចឹងរបបអាហារមុនគេបំផុតយើងទៅមើលយើងហូបអាហារអីខ្លះអាហារភាគច្រើនសឹងតែលើទីផ្សារលើពី 60% គឺអាហារកែច្នៃអញ្ចឹងនៅពេលដែលយើងហូបអាហារកែច្នៃកាន់តែច្រើនធ្វើឲ្យបាត់បង់សារជាតិចិញ្ចឹមបាត់បង់នៅវីតាមីនបាត់បង់នៅសារជាតិសរសៃបាទបាត់បង់នៅប្រូតេអ៊ីនបាត់បង់នៅខ្លាញ់ល្អអញ្ចឹងហើយធ្វើរាងកាយយើងតិចម្ដងមានការថយចុះបាទពីចំណុចល្អទៅជាចំណុចមិនល្អពីចំណុចមិនល្អទៅយើងធ្វើឲ្យយើងឈឺបាទមួយទៀតតើតើជាមួយការហូបទឹកយើងដឹងហើយថាទឹកដែលយើងហូបរាល់ថ្ងៃនេះរាងកាយរបស់យើងត្រូវការទឹក60ទៅ 70% សារជាតិទឹកក្នុងខ្លួនណា60 70% អញ្ចឹងយើងត្រូវការហូបទឹកមនុស្សប្រុស3លីត្រដល់3លីត្រកន្លះមនុស្សស្រី2លីត្រដល់2លីត្រកន្លះអញ្ចឹងរាល់ថ្ងៃយើងហូបទឹកបានត្រឹមត្រូវនៅហើយទឹកដែលយើងជ្រើសរើសយកមកហូបហ្នឹងយើងទឹកប្រភេទណាអញ្ចឹងនៅក្នុងអូកាឡេនេះគឺមានសារជាតិរ៉ែហើយជារ៉ែហ្នឹងជារ៉ែធម្មជាតិដែលយើងជ្រើសរើសពីក្រោមដីយកមកយើងអាចបានបំលែងដើម្បីឲ្យទៅជារ៉ែទេបាទនេះគឺជាទឹករ៉ែធម្មជាតិដែលជ្រើសរើសហើយជាទឹកដីដែលឬក៏កន្លែងដែលយើងយកទឹករ៉ែមកហ្នឹងគឺជាភូមិឋានមួយគឺជាសហគមន៍មួយឬក៏ជាតំបន់មួយដែលអត់មានមនុស្សទៅរស់នៅអញ្ចឹងសារជាតិគីមីគឺអត់មានទេនៅភ្នំកលែនទី1រោងចក្រទី2នៅកោះកេរនេះចំណុចសំខាន់អូខេអញ្ចឹងបងប្អូនស្ត្រីដែលអាយុ40ឆ្នាំទៅដូចខ្ញុំបាននិយាយមកអញ្ចឹងពេលដែលយើងមិនដឹងសុខភាពរួចហើយយើងងាកមកថែទាំសុខភាពដោយយើងត្រូវការប្រើវីតាមីនអញ្ចឹងវីតាមីនដែលយើងត្រូវការមានអូមេហ្គា 3 ហើយនិងកាល់ស្យូមអញ្ចឹងអូមេហ្គា 3 និងកាល់ស្យូមនេះយើងជ្រើសរើសឲ្យបានត្រឹមត្រូវបើយើងជ្រើសរើសកាល់ស្យូមបានត្រឹមត្រូវយើងចំណាយតិចហើយយើងទទួលបានលទ្ធផលច្រើនអូមេហ្គា 3 ក៏ដូចគ្នាអូមេហ្គា 3 ច្រើនណាស់លើទីផ្សារហើយកាល់ស្យូមមួយច្រើនប្រភេទទៅលើទីផ្សារអញ្ចឹងយើងជ្រើសរើសបានត្រឹមត្រូវហើយចាំបាច់តែការប្រើបើសិនយើងមិនប្រើទេថ្ងៃណាមួយធ្វើឲ្យសុខភាពរបស់យើងកាន់តែទ្រុឌទ្រោមអញ្ចឹងមើលត្រឡប់មកវិញរបបអាហារការហូបទឹកការហាត់ប្រាណហើយនឹងការគ្រប់គ្រងផ្លូវចិត្តហើយបើសិនយើងគ្រប់គ្រងផ្លូវចិត្តបានល្អអញ្ចឹងធ្វើឲ្យសុខភាពរបស់យើងបាទទាំងផ្លូវកាយទាំងផ្លូវចិត្តនិងរបបអាហារបានត្រឹមត្រូវសុខភាពរបស់យើងគឺគង់វង្សបាទនេះគឺជាបទពិសោធន៍របស់ខ្ញុំដែលខ្ញុំបានចែករំលែកហើយជាពិសេសក្នុងរយៈពេល2ឆ្នាំចុងក្រោយនេះគឺខ្ញុំបាននិយាយច្រើនហើយដោយសារតែខ្ញុំរៀនពីកម្មវិធីចំណីអាហារអញ្ចឹងធ្វើឲ្យយើងដឹងច្រើនពីកត្តាមួយចំនួនដែលធ្វើឲ្យគេថាកែបញ្ហារបស់មនុស្សបានសង្ឃឹមថាចំណេះដឹងមួយនេះនឹងកាន់តែមានប្រយោជន៍ដល់បងប្អូនដើម្បីរួមគ្នាធ្វើយ៉ាងណាឲ្យសុខភាពជាពិសេសគឺសហគមន៍របស់យើងទៅតាមបណ្ណាគឺមានតែមនុស្សដែលមាន healthy មានសុខភាពល្អអាយុ100ឆ្នាំទាំងអស់គ្នាអញ្ចឹងសង្ឃឹមថាការបណ្ដុះសុខភាពការគ្រប់គ្រងរបបអាហារការហាត់ប្រាណហើយនិងការគ្រប់គ្រងផ្លូវចិត្តជាពិសេសគឺដំណេកមួយទៀតគឺរឹតតែសំខាន់អញ្ចឹងបងប្អូនដែលមានចម្ងល់អាចតាក់ទងតាម Telegram ខ្ញុំរីករាយក្នុងការឆ្លើយតបបាទអញ្ចឹងយើងរួមគ្នាបាទហើយចែករំលែកនៅរឿងល្អៗគ្នាទៅវិញទៅមកដើម្បីធ្វើយ៉ាងណាសហគមន៍យើងមានសុខភាពល្អជាវែងទាំងអស់គ្នាបាន100ឆ្នាំពីខ្ញុំទៅគីមអរគុណជំរាបលា